yesterday, or frankly, in just a short period of time. All Venezuelan military capacities were rendered powerless as the men and women of our military working with U.S. law enforcement successfully captured Maduro in the dead of night. អាមេរិកប្រើពេលត្រឹមតែជាង2ម៉ោងប៉ុណ្ណោះក្នុងការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡាលោកម៉ាឌូរ៉ូបេសកកម្មនេះអាចសម្រេចទៅបានព្រោះតែសមត្ថភាពដ៏អស្ចារ្យរបស់កងកម្លាំងពិសេស Delta Force គឺជាកងកម្លាំងសម្ងាត់និងពិសេសផ្ដាច់គេរបស់សហរដ្ឋអាមេរិកដោយក្រុមនេះចេញប្រតិបត្តិការតែក្នុងបេសកកម្មសម្ងាត់តែប៉ុណ្ណោះនិងមានសមត្ថភាពអនុវត្តភារកិច្ចធំៗបានដោយជោគជ័យមិនថាភារកិច្ចនោះលំបាកប៉ុណ្ណាក៏ដោយកងកម្លាំងពិសេស Delta Force ត្រូវបានបង្កើតឡើងនៅឆ្នាំ1977នៅក្នុងឆ្នាំនោះអាមេរិកមានគោលបំណងបង្កើតអង្គភាពពិសេសមួយដែលអាចឆ្លើយតបភ្លាមៗចំពោះគ្រោះថ្នាក់កម្រិតធ្ងន់ធ្ងរដូចជាការវាយប្រហារភេរវកម្មអន្តរជាតិនិងការជួយរំដោះចំណាត់ខ្មាំងនៅគ្រប់ទីកន្លែងជុំវិញពិភពលោកតាមប្រភពយោធាអាមេរិកបានដឹងថាអង្គភាពនេះស្ថិតក្រោមការគ្រប់គ្រងរបស់ US Special Operation Command និងត្រូវបានចាត់ទុកថាជាក្រុមទាហានពិសេសលំដាប់លេខ1ដែលមានអានុភាពនិងសិទ្ធិអំណាចពេញលេញក្នុងការធ្វើប្រតិបត្តិការកម្រិតខ្ពស់បំផុតសមាជិក Delta Force ត្រូវបានសម្រិតសម្រាំងជាពិសេសសុទ្ធតែអ្នកមានសមត្ថភាពនិងទទួលបានការបង្វឹកយ៉ាងតឹងរ៉ឹងដើម្បីបម្រើការងារជាកងទ័ពជំនាញនិងគ្មានគូប្រៀបដូចជាការបាញ់កាំភ្លើងនិងការស៊ើបការសម្ងាត់ជាដើម Delta Force បានចូលរួមក្នុងប្រតិបត្តិការសំខាន់ៗជាច្រើននៅជុំវិញពិភពលោកដូចជាប្រតិបត្តិការនៅមជ្ឈិមបូព៌ា អាហ្គានីស្ថាន និងអ៊ីរ៉ាក់ព្រមទាំងប្រតិបត្តិការសម្ងាត់ប្រឆាំងបណ្ដាញភេរវកម្មអន្តរជាតិដែលភាគច្រើនមិនត្រូវបានបង្ហាញជាសាធារណៈឡើយអ្នកវិភាគផ្នែកយោធាបានបញ្ជាក់ថាកងកម្លាំង Delta Force មិនត្រឹមតែជាអង្គភាពយោធាប៉ុណ្ណោះទេប៉ុន្តែជាកងកម្លាំងយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកក្នុងការការពារសន្តិសុខជាតិនិងការរក្សាឥទ្ធិពលយោធានៅលើឆាកអន្តរជាតិ